បាទសូមជម្រាបសួរលោកស្រីអំពូមីងបងប្អូនបាទខ្ញុំបាទឈ្មោះវុទ្ធាមានស្រុកកំណើតនៅស្រុកសុជនិគមខេត្តសៀមរាបថ្ងៃនេះបាទខ្ញុំសូមអនុញ្ញាតធ្វើបទបង្ហាញអំពីរូបកាយព្រលឹងនិងវិញ្ញាណបាទហើយលោកអ្នកនឹងបានជ្រាបបន្ថែមអំពីព្រលឹងហើយនិងវិញ្ញាណមនុស្សបាទដើម្បីនឹងបំរុងឲ្យបានព្រលឹងនិងវិញ្ញាណបានទៅដល់ទីសុខសាន្តគឺអាចឆ្ពោះទៅដល់ឋានសួគ៌បាទការធ្វើបទបង្ហាញរបស់ខ្ញុំនេះគឺបង្កើនកម្លាំងជំនឿលើព្រះអង្គម្ចាស់ជាព្រះអង្គសង្គ្រោះដែលទ្រង់ជាព្រះពិតថាជួយសង្គ្រោះមនុស្សលោកបានជួយសង្គ្រោះព្រលឹងនិងវិញ្ញាណមនុស្សលោកឲ្យបានរួចទៅទីសុខសាន្តបាទហើយក៏សូមអនុញ្ញាតចែកចាយទីបន្ទាល់របស់ខ្ញុំបាទផ្សេងសម្រាប់លោកអ្នកឲ្យបានជ្រាបបាទតើព្រលឹងនិងវិញ្ញាណមានឬទេបាទតើបន្ទប់ចិត្តក្នុងនោះខ្ញុំជម្រាបអំពីចំណុចនៃបន្ទប់ចិត្តនិងបន្ទប់អារម្មណ៍នៅត្រង់ណាក្នុងមនុស្សឬសត្វតើចិត្តជាអ្វីបាទមានតើការរបស់ខ្ញុំគឺសេចក្តីផ្ដាំតាក់ទងនឹងមនុស្សសត្វហើយនិងវត្ថុបាទខ្ញុំជាសង្ខេបលើមនុស្សសត្វនិងវត្ថុហើយតើបន្ទប់ចិត្តនិងបន្ទប់អារម្មណ៍នៅត្រង់ណានៃរូបកាយមនុស្សតើចិត្តជាអ្វីរូបកាយហើយផ្នែកខ្លះនៃព្រះគម្ពីរបានបង្ហាញពីភាពរូបិយនិងអរូបិយនៅគ្រាព្រះអង្គម្ចាស់បង្កើតទីមេឃនិងផែនដីនៅគ្រាដំបូងបាទខ្ញុំបាននឹងជម្រាបជូនបន្ថែមហើយតមកតទៅនឹងព្រលឹងមានសន្តានជាអ្វីអញ្ចឹងហើយវិញ្ញាណតមកក៏ខ្ញុំលើកថាតើព្រលឹងវិញ្ញាណមនុស្សមកពីណាហើយនៅពេលមនុស្សចាប់កំណើតខ្ញុំជម្រាបជាសង្ខេបខ្លះពីដំណើរខ្លះដែលខ្ញុំមានបទពិសោធន៍បាទបានឮបាទតើរូបកាយព្រលឹងវិញ្ញាណមនុស្សនឹងធ្វើដំណើរទៅណាបន្ទាប់ពីលាចាកចេញពីផែនដីក្នុងសេចក្តីបទបង្ហាញរបស់ខ្ញុំនេះខ្ញុំជម្រាបបញ្ជូនបន្ថែមអំពីបទពិសោធន៍ដែលបានឮបាទខ្ញុំលើកចំណុចខ្លះជម្រាបជូនលោកអ្នកឲ្យបានជ្រាបពីសន្តានដែលវិញ្ញាណនិយាយចេញពីក្នុងមនុស្សគាត់អត់ពិចារណាគាត់ធ្លុយគាត់អត់ដឹងថាខ្ញុំអាចស្ដាប់ឮហើយខ្ញុំចាំអង្កេតពាក្យសម្ដីរបស់គាត់ដែលគាត់ធ្លុយហ្នឹងហើយក៏ពេលដែលជាពិសេសពេលដែលគាត់ឮហើយគឺពិចារណាគាត់ដូចមានសេចក្តីព្រួយបារម្ភខ្លាចមានវិញ្ញាណផ្សេងវិញ្ញាណនៅលោកីគាត់មករោរឿងគាត់អីចឹងក៏មានលក្ខណៈដែរបាទហើយក៏មានការឮវិញ្ញាណពីក្នុងសត្វបាទសត្វខ្ញុំជម្រាបជូនឲ្យលោកអ្នកបានជ្រាបដើម្បីពិចារណាបាទកំណត់សម្គាល់ខ្លះតាក់ទងនឹងការធ្វើបទបង្ហាញរបស់ខ្ញុំបាទគឺក្នុងការផ្សាយដំណឹងល្អអំពីព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទបាទហើយក៏ជាកម្លាំងនៃសេចក្តីជំនឿសម្រាប់លោកអ្នកបានជ្រាបអំពីស្នាមព្រះហស្ថព្រះអង្គដែលបានបង្កើតទីមេឃផែនដីនិងមនុស្សនឹងក្នុងនោះក៏ស្នាមព្រះហស្ថទ្រង់បានបង្កើតរូបកាយព្រលឹងមនុស្សយើងបាទដែលខ្ញុំផ្ដោតលើចំណុច3ហ្នឹងជាងហើយក៏ជម្រាបជាព័ត៌មានសម្រាប់លោកអ្នកជ្រាបអំពីជីវិតព្រលឹងវិញ្ញាណដើម្បីឲ្យលោកអ្នកប្រុងប្រៀបដើម្បីអាចព្រលឹងវិញ្ញាណបានឆ្ពោះទៅដល់ទីសុខសាន្តគឺឋានសួគ៌បាទរួចចេញពីឋានដែលជាប់មានកម្មឋានលោកីយើងគឺជាឋានមានកម្មដែរបាទគឺរាប់ចាត់ទុកជាឋានដែលមានកម្មដែរហើយបន្ទាប់មកគឺបើយើងនេះទៅគឺទៅឋានគុំព្រលឹងដែលជាប់មានកម្មមានរោងទុកអញ្ចឹងហើយដល់គ្រាដែលជំរុញរះផែនដីចុងក្រោយគឺរហូតទៅបានរុញដល់ទៅឋាននរកអញ្ចឹងទៀតបាទសេចក្តីរោងទុករហូតអញ្ចឹងខ្ញុំបានជម្រាបលោកអ្នកឲ្យបានជ្រាបពីសេចក្តីហ្នឹងដើម្បីបំរុងឲ្យបានស្គាល់ផ្លូវពិតជាសេចក្តីពិតព្រះពិតដែលទ្រង់អាចសង្គ្រោះមនុស្សលោកយើងបានការធ្វើបទបង្ហាញជាសេចក្តីរាយការណ៍ការអង្កេតការស្ដាប់ឮដោយចែកដន្យពីវិញ្ញាណជំវិញរបស់ខ្ញុំបាទដែលគាត់បានធ្លោយនិយាយហ្នឹងការស្ដាប់ឮរបស់ខ្ញុំបាទផ្ទាល់បាទហើយក៏ធ្លាប់បានឃើញសន្តានវិញ្ញាណខ្លះដែរបាទក៏បានដកស្រង់ពីសេចក្តីដែលបានចែងក្នុងគម្ពីរជាសេចក្តីយោងបាទការវិភាគសេចក្តីសន្និដ្ឋានអំពីសេចក្តីដែលបានឮនិងបានឃើញបាទសូមរាយការណ៍ខ្ញុំមានសេចក្តីចម្លែកខ្លះសេចក្តីរាយការណ៍របស់ខ្ញុំគឺមានសេចក្តីចម្លែកខ្លះបាទអញ្ចឹងលោកអ្នកអាចមានសេចក្តីចម្លែកអញ្ចឹងសូមលោកអ្នកអធិស្ឋានសេចក្តីហ្នឹងនេះជាការបញ្យលការជម្រាបដើម្បីលោកអ្នកបានជ្រាបនិងពិចារណាឬក៏សិក្សាទាំងអស់គ្នាបាទដោយព្រោះថាផ្នែកព្រលឹងវិញ្ញាណគឺបានឃើញដោយមនុស្សទូទៅបាទឬតែលោកអ្នកអាចពិចារណាបន្ថែមឬអង្កេតខ្លួនឯងវិធីសម្គាល់ខ្លះដូចវិញ្ញាណគាត់ចូលក្នុងតែពិតគាត់ចេញចូលក្នុងមនុស្សគឺយើងមានដឹងសន្តានដូចមានរឿងសើបន្តិចបាទសើមានការផ្លាស់ប្ដូរវិញ្ញាណសើហើយការចូលរបស់គាត់គឺពីក្រោយខ្នងហើយគាត់ថយក្រោយខ្នងទៅវិញយ៉ាងទៅបាទការយើងអត់ចាប់អារម្មណ៍ទេរឿងសើបន្តិចតែអាចពិចារណានៅពេលយើងមានសុខភាពល្អបាទបើយើងអត់ស្រួលខ្លួនយើងទៅនេះចឹងអានលក្ខណៈរូបកាយអត់ស្រួលខ្លួនទេបាទ
ស្ថានខ្លះទៀតហាក់ដូចជាលោកអ្នកដឹងព្រឹត្តិការណ៍មុនកាត់ឡើងនឹងកាត់ឡើងសេចក្តីនោះកាត់ឡើងមែនអញ្ចឹងនោះជាការអារម្មណ៍របស់វិញ្ញាណដែលគាត់នៅក្នុងមនុស្សទៅក៏មានអារម្មណ៍ដល់មនុស្សយើងដឹងឬស្ថាននឹងដែរអញ្ចឹងជាវិញ្ញាណមានវិញ្ញាណមនុស្សក្នុងនឹងឬក៏វិញ្ញាណអ្នកថែសារហើយពេលខ្លះក៏ការដែលយើងនឹកនឹងក៏វាអត់កាត់ឡើងដែរมันប្រកាសថាវិញ្ញាណគាត់នឹកឃើញអញ្ចឹងថាត្រូវទាំងអស់នោះទេបាទហើយពីច្រើនដែលមនុស្សច្រឡំថាមានវិញ្ញាណទី6ដែលដឹងរឿងមុនអីចឹងតាមពិតពុំមែនទេគឺវិញ្ញាណរបស់មនុស្សឬវិញ្ញាណអ្នកថែសារដែលនៅក្នុងមនុស្សហ្នឹងគាត់ហាក់ដូចដឹងសេចក្តីមុនអីចឹងហើយក៏បានញាក់ដល់រូបកាយមនុស្សយើងឲ្យដឹងដែរអញ្ចឹងតែសេចក្តីនោះក៏ពិតឬក៏មិនពិតអញ្ចឹងទៅកើតឡើងសន្តានខ្លះនៃការគេងមកមើលបាទគេមកមើលពេលខ្លះក៏មានការបញ្ជាគ្រប់គ្រងដោយវិញ្ញាណដែរបាទវិញ្ញាណបញ្ជាគ្រប់គ្រងយើងបាទដូចជាធ្វើសកម្មភាពអីផ្សេងដូចខ្ញុំនៅពីក្មេងហ្នឹងមានខ្ញុំទៅផ្សារមានអ៊ីថាណែប្តីគាត់យប់ឡើងគាត់ដងទឹកនៅស្រុកខ្ញុំគាត់ពីខ្ញុំនៅក្មេងអត់សូវសម្បូរទឹកគាត់នៅទឹកដងទឹកនៅទឹកដងអញ្ចឹងហើយគាត់សួរប្តីគាត់ទៅគាត់ដឹងអីផងអត់បានធ្វើអីផងខ្ញុំចង់ជម្រាបថាតាមខ្ញុំយល់តាមស្ថានវិញ្ញាណហ្នឹងគឺវិញ្ញាណគាត់ប្រើរូបកាយគាត់ដើម្បីធ្វើការងារខ្លះអញ្ចឹងជាសេចក្តីឧទាហរណ៍ខ្លះវិញ្ញាណដែលសន្ធិដ្ឋនៅជាមួយមនុស្សគឺកម្រនិយាយគាត់កម្រនិយាយស្ងាត់ស្ងៀមបានហើយចាំអង្កេតសេចក្តីរបស់មនុស្សទេមនុស្សធ្លោយគឺចាំដាក់បាបអញ្ចឹងទៅឬក៏មានសេចក្តីខ្លះគាត់ទាញឈិតមនុស្សឲ្យប្រព្រឹត្តសេចក្តីធ្លោយក៏មានដែរបាទដូចជានៅពេលខ្លះមានសេចក្តីធ្លោយនិយាយដោយវិញ្ញាណបានដែលគាត់ថាមនុស្សស្ដាប់ឮខ្លាចមានរឿងដល់គាត់អញ្ចឹងពេលនិយាយទៅគាត់ខ្លាចមានរឿងដែលខ្ញុំជម្រាបពីមុនហ្នឹងបាទហាក់បីដូចជាក្នុងវិញ្ញាណគឺមានសេចក្តីអីខ្លាចអ្វីមួយហាក់គឺមានច្បាប់បំរាមអីមួយបាទកំណត់ខាងវិញ្ញាណខាងវិញ្ញាណគឺគាត់ពិតជាបានស្គាល់ព្រះនាមព្រះពិតបាទក្នុងវិញ្ញាណដែលខ្ញុំមានបទពិសោធន៍នោះគឺគាត់បានស្គាល់ព្រះពិតបាទគាត់ហើយក៏គាត់ជឿថាមានព្រះពិតដែរអញ្ចឹងបានន័យថាជំនឿមិនមែនតែគាត់តែជឿថាមានព្រះពិតព្រះនាមអញ្ចឹងហើយបានសង្គ្រោះនោះទេអញ្ចឹងតែយើងប្រព្រឹត្តតាមគាត់វិន័យរបស់ទ្រង់ឲ្យដែរអញ្ចឹងមានជំនឿលើទ្រង់ហើយមានសេចក្តីស្រឡាញ់គាត់នេះទ្រង់មានសេចក្តីស្រឡាញ់ដែរអញ្ចឹងហើយស្គាល់ព្រះនាមព្រះវបិតាមានសេចក្តីធ្លោយដែរដែលគាត់បានធ្លោយនិយាយថាមានព្រះពិតមានព្រះនាមវបិតាបាទហើយក៏ស្គាល់នាមព្រះយេស៊ូវជាព្រះបុត្រានៃព្រះទ្រង់នៅខាងក្នុងគឺខ្ពស់ឧត្តមសូមជម្រាបថាបទបង្ហាញនេះជាចំណេះដឹងតិចតួចរបស់ខ្ញុំបាទសម្រាប់ជាការយល់ឃើញរបស់ខ្ញុំបាទតែលោកអ្នកអាចសិក្សាព្រះគម្ពីរដើម្បីឲ្យបានជ្រាបបន្ថែមឬជាការពង្រឹងជំនឿដើម្បីតោងឲ្យបានជីវិតជាសេចក្តីសុខសាន្តនៅក្នុងព្រះគុណនៃព្រះម្ចាស់យេស៊ូវចំពោះផ្នែកអរូបីនិងរូបីគឺធំធេងនិងវិសេសវិសាលលើសការពិពណ៌នារបស់ខ្ញុំបាទខ្លាំងបាទចូលចំណុចមនុស្សសត្វនិងវត្ថុបាទមនុស្សជាភាវៈមានជីវិតដែលព្រះទ្រង់បានបង្កើតមកដោយអង្គទ្រង់មនុស្សមានជារូបកាយព្រលឹងនិងវិញ្ញាណដែលកំណត់ថាជាកម្រិតមានកម្រិតខ្ពស់ក្នុងព្រះគម្ពីរព្រះបង្កើតមនុស្សដោយអង្គទ្រង់ហើយឲ្យមានអំណាចលើសត្វរបស់ផ្សេងគ្រប់គ្រងឲ្យមនុស្សគ្រប់គ្រងនៅលើផែនដីនឹងផ្នែកទាំង3នេះគឺដាច់ដោយឡែកពីគ្នាបាទបានន័យថានៃរូបកាយព្រលឹងវិញ្ញាណនឹងគឺមានតួនាទីផ្សេងដាច់ពីគ្នាបាទរូបកាយមនុស្សមានជាសាច់ឈាមមានអវយវៈផ្សេងជាផ្នែករូបីដែលមើលឃើញបាទរូបកាយព្រលឹងមានរូបរាងសន្តានដូចជាខ្យល់ឬខ្យល់ស្រអាប់ផ្ទុកព្រះបន្ទូលព្រះនាំឲ្យមានជីវិតបានន័យថានៅក្នុងព្រលឹងគឺមានដំណើរការដោយព្រះបន្ទូលព្រះអង្គនាំឲ្យព្រលឹងមានជីវិតបាទភាវៈជាភាវៈផ្នែកជាមនុស្សផ្នែកអរូបីព្រលឹងគឺជាមនុស្សយើងផ្នែកអរូបីហ្នឹងបាទវិញ្ញាណមានរូបរាងតែស្ថិតក្នុងការកំបាំងកាយវិញ្ញាណជាក៏ផ្នែកអរូបីដែរមានសន្តានជាចំហាយទឹកមានពន្លឺឬគ្មានពន្លឺព្រះអង្គម្ចាស់គឺតួនៃពន្លឺអញ្ចឹងទេវតានេះទ្រង់ក៏មានពន្លឺដែរហើយដែលគ្មានពន្លឺគឺច្រើនជាអំណាចនៃសេចក្តីងងឹតអញ្ចឹងដែលមានចិត្តគំនិតវិញ្ញាណហ្នឹងគឺគាត់មានចិត្តគំនិតមានអារម្មណ៍ដូចមនុស្សយើងអញ្ចឹងយល់ដឹងមានកម្លាំងបញ្ញាតាមបទពិសោធន៍ខ្ញុំជាជីវិតផ្នែកអរូបីមួយដែរពងរស់នៅក្នុងស្រទាប់អរូបីជាមួយមនុស្សនឹងបាទតែនិយាយថាយើងមើលមនុស្សទូទៅមើលក៏អត់ឃើញតែគាត់មើលយើងឃើញគាត់ដូចរូបកាយរបស់គាត់ជារូបកាយឧត្តមជាងមនុស្សរូបកាយកម្រិតខ្ពស់ជាងមនុស្សដែលអាចកំបាំងបានកាយបានប្រាក់មានកម្លាំងបញ្ញាមានសមត្ថភាពបង្ហាញខ្លួនឬកំបាំងជាទូទៅគឺស្ថិតនៅក្នុងកំបាំងខ្លួនវិញ្ញាណជាជីវិតផ្នែកអរូបីឬក៏គាត់អាចពេលបង្ហាញខ្លួនជាក្នុងរូបីសមត្ថភាពរបស់គាត់អាចធ្វើចឹងបានវិញ្ញាណមនុស្សឬវិញ្ញាណទេវតាអីហ្នឹងជាទូទៅនៅផ្នែកអរូបីផ្នែករូបីនិងអរូបីគឺមានតកតងនឹងពេលវេលាដែលព្រះទ្រង់បានបង្កើតផ្ទៃមេឃនៅផែនដីមនុស្សសត្វនិងរបស់គ្រប់ទាំងអស់ហ្នឹងនៅគ្រាដំបូងហ្នឹងគឺទ្រង់មានព្រះបន្ទូល
ទ្រង់មានបន្ទូលថាមានបន្ទូលគឺចេញពីព្រះអស់បានថាបើមនុស្សគេថាបាននិយាយអញ្ចឹងហើយឬក៏ព្រះមានបន្ទូលបាទសេចក្តីនោះជាផ្នែកអរូបីហើយក៏មានជារូបីដែរពេលទ្រង់មានបន្ទូលជាអរូបីមែនប៉ុន្តែបង្កើតឲ្យមានជាភាពរូបីដែរមានរូបីដែរពេលទ្រង់មានព្រះបន្ទូលគឺមានអរូបីនិងរូបីដែរអញ្ចឹងកាត់ឡើងផងដែរចំណែកឯរូបីគឺនៅគ្រាព្រះអង្គទ្រង់បានធ្វើបាទធ្វើឬបានសូនមានពីរប្រភេទដែលខ្ញុំលើកមកសិក្សាហ្នឹងដែលយកទៅរបាយការណ៍អ្នកវិទ្យាសាស្ត្រស្រាវជ្រាវលើរូបកាយរបស់មនុស្សយើងសត្វអញ្ចឹងចំណុចរបស់ខ្ញុំតើបន្ទប់ចិត្តនិងបន្ទប់អារម្មណ៍នៅត្រង់ណានៃរូបកាយមនុស្សតើចិត្តជាអ្វីបាទនៅក្នុងរូបកាយមនុស្សមានកពីង pineal ដែលហៅថាតែអ្នកខាងសិក្សាវិទ្យាសាស្ត្រហ្នឹងគាត់ពេទ្យហ្នឹងគាត់ហៅថាកោនអញ្ចឹងហើយតាមពិតគាត់សិក្សាពី function នឹងច្រើនតែខ្ញុំសំលើកផ្ដោតលើផ្នែកអរូបីច្រើនជាងបាទសម្រាប់មនុស្សដុំនោះនៅក្រោមនៃខួរក្បាលនៅខាងក្រោយហ្នឹងមានសរសៃប្រសាទភ្ជាប់មកដុំនោះសរសៃខួរក្បាលអារម្មណ៍ក៏ពេញមានផ្នែកអារម្មណ៍នៅកពេញភីតូរីហ្នឹងដុំនោះគេសង្កេតឃើញនៅមានសត្វឆ្អឹងខ្នងសម្បូរលើសត្វឆ្អឹងខ្នងដែលមានដុំហ្នឹងហើយផ្នែកអរូបីការសន្និដ្ឋានរបស់ខ្ញុំជាបន្ទប់ចិត្តឬបន្ទប់របស់ព្រលឹងបាទក្រពេញមួយទៀតគឺ Pituitary ហៅថា Ectopus ដែលនៅក្នុងវិទ្យាសាស្ត្រថាគាត់ជាអ្នកបញ្ចេញអរម៉ូនសម្រាប់ឲ្យរូបអវយវៈរូបកាយអាចដំណើរការបានល្អប្រក្រតីអញ្ចឹងគ្រប់គ្រងលើតុល្យភាពបាទមានច្រើនដែលខ្ញុំសូមលើកជាភាសាផ្នែកលើអរូបីរូបកាយជាផ្នែកនៃអារម្មណ៍ខ្ញុំកំណត់ថាជាផ្នែកនៃអារម្មណ៍មានការគ្រប់គ្រងលើញាណមើលឃើញស្ដាប់ឮដឹងក្លិនរសជាតិប៉ះពាល់លក្ខណៈរូបកាយយើងប៉ះពាល់ដល់ជើងអវយវៈផ្នែកភ្នែកត្រចៀកច្រមុះអណ្ដាតរូបកាយក៏មានការគ្រប់គ្រងកម្លាំងនិងអវយវៈផ្សេងៗផងដែរមានដុំសំខាន់ពីរហើយគេសង្កេតឃើញមាននៅលើសត្វឆ្អឹងខ្នងផងដែរបាទផ្នែកអរូបីការសន្មត់របស់ខ្ញុំបាទជាបន្ទប់អារម្មណ៍នេះតើតើនឹងរូបភាពខ្លះជម្រាបលោកអ្នកគឺនៅក្នុងក្រោមនៅខួរក្បាលយើងមានអាដុំមូលនេះដែលគេនេះជារូបជ័រសពនិមិត្តទេដែលអ្នកវិទ្យាសាស្ត្រគេសិក្សាខ្ញុំជម្រាបយកមកជម្រាបជូនបាទនេះក្នុងចំណុចដុំមូលហ្នឹងបាទហើយនៅក្រោមនៅខាងមុខហ្នឹងដែលតើតើនឹងនេះគឺ Pituitary ដែលខ្ញុំកំណត់ថាជាបន្ទប់អារម្មណ៍ខាងលើនេះបន្ទប់ចិត្តទុបអារម្មណ៍ហើយក្នុងហ្នឹងគេឃើញមានសរសៃប្រសាទភ្ជាប់មួយភ្នែកមានអីហ្នឹងតិចឲ្យគេចិត្តនឹងដែរនេះជាតំបន់ដែលខ្ញុំកំណត់ថាជាបន្ទប់ចិត្តដែលនឹងបន្ទប់អារម្មណ៍បាទផ្នែកឯកសារទាក់ទងនឹង Wikipedia ដែលគេបានសិក្សាហើយគេបង្ហោះចូលក្នុង website ហ្នឹងគេហទំព័រហ្នឹងដែលអ្នកវិទ្យាសាស្ត្រស្រាវជ្រាវអីជាច្រើនដែលគេបានបង្ហោះដើម្បីឲ្យដឹងចែកជាព័ត៌មានបាទនោះគេបង្ហាញពីអត្ថបទនៅក្នុងចំណុចហ្នឹងបាទចំណុចអ្នកអាចសិក្សាបន្ថែមបាទនៅតំបន់ Pineal ខ្ញុំថាបន្ទប់នៅក្នុងអ្នកវិទ្យាសាស្ត្រហ្នឹងគេថាខ្លះថាដែលជាផ្នែកទី3របស់មនុស្សតែខ្ញុំកំណត់ថាជាបន្ទប់ចិត្តដែលក្នុងនោះមានព្រលឹងមានវិញ្ញាណមានមនុស្សនៅក្នុងនឹងដែរគាត់អាចមើលគ្រប់គ្រងមនុស្សអីសារពាង្គកាយពីនឹងបាទហើយតបទៀតជាដែលខ្ញុំកំណត់ថាបន្ទប់អារម្មណ៍ដែល Pituitary ហ្នឹងបាទក្នុងនោះមានដុំពីរសំខាន់បាទដុំពីរសំខាន់លោកអ្នកអាចសិក្សាស៊ីជម្រៅមើលព័ត៌មានជម្រៅតែសម្រាប់ខ្ញុំថាជាតំបន់បន្ទប់នៃអារម្មណ៍ដែលខាងនេះជាមនុស្សចិត្តដែលមានវិញ្ញាណគាត់គ្រប់គ្រងក្នុងហ្នឹងគាត់អាចដឹងសន្តានពីខាងក្នុងរបស់មនុស្សអីចឹងជាបន្ទប់របស់វិញ្ញាណបាទហើយខាងនេះជាបន្ទប់របស់វិញ្ញាណដែរបន្ទប់អារម្មណ៍ក៏មានវិញ្ញាណដែរបាទនៅខាងមុខខ្ញុំមានជម្រាបពីស្ដីនឹងបន្ថែមតកតងនឹងសត្វមានជាប្រភេទសត្វមានព្រលឹងដែលមានកម្រិតលើប្រាជ្ញាដោយសកម្មភាពធ្វើមិនទទួលមិនដូចមនុស្សយើងទេបាទហើយសត្វមានសត្វស្លាបសត្វក្នុងទឹកសត្វដីគោកបាទជាសត្វឥន្ទ្រីសត្វដំរីគោត្រីឆ្មាហ្នឹងជាភាវៈដែលមានឆ្អឹងខ្នងដែលខ្ញុំកំណត់ដូចថាបើក្នុងគម្ពីរថាណែភាវៈដែលមានឈាមហ្នឹងសត្វដែលមានឈាមហ្នឹងគឺមានព្រលឹងនិងប្រភេទសត្វជាភាវៈរស់ដូចជាសម័យកណ្ដូប្រឡាតកណ្ដៀអញ្ចឹងភាវៈរស់ដោយសារណែព្រះបន្ទូលនាំឲ្យមានជីវិតអញ្ចឹងបាទសត្វដែលមានកពីងភីនីលក្នុងរូបកាយសន្និដ្ឋានជាបន្ទប់ចិត្តក្នុងព្រលឹងរបស់សត្វហ្នឹងគឺមានបន្ទប់នឹងដែរសម្រាប់វិញ្ញាណសិទ្ធនៅជាទីតាំងដែលមានការគ្រប់គ្រងដោយវិញ្ញាណដែលនៅក្នុងព្រលឹងដែលជាទីតាំងអាចឲ្យវិញ្ញាណសិទ្ធនៅបានខាងក្នុងផងដែរបែបអរូបីបាទខ្ញុំជម្រាបបែបអរូបី
ក៏មានក្រពីង Victory ជាតំបន់ដែលកំណត់ថាជាបន្ទប់អារម្មណ៍កម្លាំងបែបអឺរ៉ុបតំបន់នេះក៏មានការគ្រប់គ្រងដោយវិញ្ញាណតាមចរិតរបស់វិញ្ញាណកាយឬស្លូតជាភាវៈរបស់សត្វដូចបន្ទប់ចិត្តដែរក្រពីងទាំងនេះភាគច្រើនមានលើមនុស្សសត្វដែលមានឆ្អឹងខ្នងសត្វដែលពុំមានឆ្អឹងខ្នងភាគច្រើនជាភាវៈរស់ព្រះបន្ទូលនាំឲ្យមានជីវិតជាស្រមោចកណ្ដូបកលានកណ្ដៀបាទសត្វក៏មានវិញ្ញាណថែរក្សាដែរតាមបទពិសោធន៍ខ្ញុំដែលបានឮសត្វក៏មានវិញ្ញាណថែរក្សាដែរឬសន្តិដ្ឋនៅដែរអាចជាវិញ្ញាណដែលធ្លាប់មើលថែមនុស្សគាត់ទៅមើលថែផ្លាស់ប្ដូរទៅមើលថែសត្វយ៉ាងទៅព្រោះវិញ្ញាណគាត់មានសន្តានជាចំហាយទឹកដែលអាចបាត់បែនពង្រីកបង្រួមតាមទម្រង់បាទវិញ្ញាណអ្នកថែរក្សាវត្ថុសូមរាប់ទាំងតនជាតិរុក្ខជាតិជាភាវៈរស់ដែរបាទព្រះបន្ទូលនាំឲ្យមានជីវិតដើមឈើយើងកំណត់ថាស្លាប់ដូចថាវាឈប់បញ្ចេញផ្លែចុះអីនោះស្លាប់ក្រៀមសពូនហ្នឹងអញ្ចឹងបានថាវាស្លាប់អញ្ចឹងបើវានៅបញ្ចេញផ្លែជាការគឺជាភាវៈមានជីវិតដែរវត្ថុឈើរស់ដែរដើមឈើផ្លែឈើទឹកម្ហូបអាហារវត្ថុបង្កើតថ្មីទូរស័ព្ទឬឧបករណ៍ផ្សេងដែលមាននៅលើលោកីយើងហ្នឹងយើងឃើញហ្នឹងមានស្រទាប់ស្រមោលរបស់វត្ថុហ្នឹងបាទវត្ថុហ្នឹងគឺមានស្រមោលស្រទាប់មានផ្នែកអរូបីរបស់វាដូចជាផ្លែឈើមានផ្នែកអរូបីមួយទៀតនៅក្នុងផ្លែឈើហ្នឹងបាទដែលយើងមើលពុំឃើញដែរមនុស្សផ្នែកធម្មតាដែលមនុស្សបានដូចជាផ្លែឈើមនុស្សបរិភោគទទួលបានផ្នែកខាងក្រៅអញ្ចឹងទៅយ៉ាងក្រៅដែលយើងមើលឃើញប៉ះពាល់បានហ្នឹងរសជាតិផ្អែមអីចឹងតែនៅខាងផ្នែកខាងក្នុងអរូបីផ្នែកក៏មានអរូបីមួយទៀតដែរផ្លែឈើហ្នឹងជាស្រមោលផ្នែកអរូបីដែលទទួលទានបានដោយខាងវិញ្ញាណបាទផ្នែកវិញ្ញាណដែលស្ថិតនៅស្របឬនៅក្នុងរូបកាយរបស់មនុស្សយើងហ្នឹងនេះចង់ជម្រាបឲ្យលោកអ្នកបានជ្រាបថាវត្ថុក៏មានស្រមោលមានស្រទាប់របស់វត្ថុដែរដូចជាទូរស័ព្ទយើងហ្នឹងយើងមានទូរស័ព្ទមានអីហ្នឹងក៏មានពេលបង្កើតបានហើយក៏មានអាស្រមោលនៃទូរស័ព្ទហ្នឹងអាចវិញ្ញាណប្រើបានទៀតបានដែរចុះឬក៏ម៉ូតូនឹងក៏ដោយដែរម៉ូតូឡានមានទីសង្កល់ខ្លះដូចជាផ្លែឈើមានតខ្លះដូចផ្លែឈើបើលោកអ្នកបរិភោគរួចបើវិញ្ញាណបរិភោគរួចក៏បាត់រសជាតិចឹងទៅដូចថាយើងទុកចោលទៅមានវិញ្ញាណបរិភោគរសជាតិអត់សូវឆ្ងាញ់ទេយើងអត់បានវិញ្ញាណអត់ទាន់បរិភោគមានរសជាតិជាងយើងអាចទិញផ្លែឈើសាកល្បងតែទិលវិញ្ញាណនឹងបរិភោគវិញ្ញាណអត់បរិភោគយើងអត់ដឹងដែរយើងមិនអាចដឹងថាវិញ្ញាណបរិភោគពេលណាទេអញ្ចឹងវាតែពិបាកដែរតែទៅសង្កេតមួយសូមអនុញ្ញាតជម្រាបបទពិសោធន៍តទៅវត្ថុបាទសំលេងបើកទ្វារបទពិសោធន៍ខ្ញុំឮទ្វារលបងផ្ទះខ្ញុំស្លឹកនៅនោះគឺឮសំលេងបើកទ្វារក្រាអីទៅមើលទ្វារទៅគឺអត់មានឃើញបើកទេទ្វារលបងទ្វារនេះចឹងផ្សេងចង់ជម្រាបមានភាវៈផ្នែកខាងក្នុងហើយស្លឹកឈើខ្ញុំនៅមុខផ្ទះខ្ញុំគឺមានដើមខប់ដែលធ្លាក់ស្លឹកមកហើយខ្ញុំដើរចេញមកក្រៅហ្នឹងហើយទៅមកមានឮសំឡេងស្លឹកឈើប្រក់ដូចមានមនុស្សជន់តែអត់មើលឃើញមានមនុស្សទេហើយស្លឹកឈើអត់មានឃើញបែកបាក់អីទេអញ្ចឹងគឺសន្តានផ្នែកអរូបីគឺស្លឹកឈើនេះមានវិញ្ញាណជន់បែកប្រក់ហើយក៏មានសំឡេងម៉ូតូដែរម៉ូតូនៅជិតផ្ទះខ្ញុំគឺកម្មវិធីគេជប់លៀងអញ្ចឹងឡើងផ្ទះហើយមាននៅកែងនោះអត់ឃើញមានម៉ូតូសាក់លុយសំឡេងម៉ូតូក៏នោះសម័យនោះគេម៉ូតូ Rebel សំឡេងម៉ូតូច្រើនRebel បើកប្រានសំឡេង Rebel ហើយទៅអត់មើលឃើញមានម៉ូតូទេហើយវិញ្ញាណគាត់ជិះមកជុំវិញនឹងចង់ជម្រាបថាសម្រាប់វិញ្ញាណមនុស្សសត្វខ្ញុំលើកទៅចំណុចបន្ទាប់ទៀតបាទសម្រាប់យោបល់តកតងនឹងក្រពីងភីនីលហ្នឹងសម្រាប់យោបល់របស់ខ្ញុំបាទផ្នែកអរូបីហើយយោងលើព្រះគម្ពីរដែលបានចែងពីរូបកាយព្រលឹងនិងវិញ្ញាណខ្ញុំបាទយល់ឃើញថាជាបន្ទប់ចិត្តនៅក្នុងព្រលឹងជាបន្ទប់របស់វិញ្ញាណជាកន្លែងធ្វើការជាកន្លែងសម្រាករបស់វិញ្ញាណនៅក្នុងព្រលឹងមនុស្សមានវិញ្ញាណមនុស្សមានវិញ្ញាណអថែរក្សាពីក្រុមដឹងខុសដឹងត្រូវបាទដោយសារមុនដែលលោកអាដាមគាត់បរិភោគផ្លែឈើតែពិតគឺមានវិញ្ញាណមនុស្សហើយវិញ្ញាណទេវតាដឹងត្រូវអញ្ចឹងតែដោយគាត់ធ្វើខុសបញ្ញត្តិព្រះទៅគឺវិញ្ញាណនៃសេចក្តីអាក្រក់ចូលមកដែរយើងមានដឹងខុសអញ្ចឹងចូលមកនៅក្នុងគាត់ដែរអញ្ចឹងក្នុងមនុស្សតមករហូតអញ្ចឹងវិញ្ញាណពីក្រុមគឺដឹងខុសដឹងត្រូវតែវិញ្ញាណដឹងខុសពេលនោះគឺមានអំណាចលើវិញ្ញាណដឹងត្រូវវិញ្ញាណមនុស្សជាងថាមនុស្សកើតមកជាប់ចំណងបាបគ្រប់គ្រងដោយបាបដែលគាត់ក៏អាចបញ្ជារូបកាយយាននឹងគាត់អាចបញ្ជារូបកាយតាមការនិយាយឬមានសកម្មភាពនៅពេលដែលអង្គុយលើកៅអីចិត្តឬបល្ល័ង្កចិត្តនៅក្នុងបន្ទប់ចិត្តយើងមានបល្ល័ង្កបាទនៅក្នុងកន្លែងកពីងពីនីលហីវិជ្ជារៀបមិញហ្នឹងមានកៅអីផ្សេងដែរសម្រាប់ធ្វើការងាររបស់ក្រុមវិញ្ញាណក៏មាននៅក្នុងព្រលឹងមានផ្នែកអារម្មណ៍ក៏មានការនិយាយប្រាប់ដោយវិញ្ញាណការគិតការនិយាយប្រាប់ដោយវិញ្ញាណមនុស្សឧទាហរណ៍មនុស្សចង់លើកដៃស្ទាក់ស្ទើរវិញ្ញាណប្រាប់ទៅមនុស្សត្រូវតែលើកដៃឡើងអញ្ចឹងរូបកាយមនុស្សយើងលើកដៃឡើងតាមអញ្ចឹងក៏នេះជាឧទាហរណ៍បាទជំរាប
ក៏ជាបន្ទប់របស់វិញ្ញាណគាត់ធ្វើការប្រើប្រាស់ឧបករណ៍ដំណើរការដោយព្រះបន្ទូលនៅក្នុងព្រលឹងរបស់យើងនោះគឺមានបន្ទប់ចិត្តនោះគឺមានឧបករណ៍នៅក្នុងនឹងបាទដែលដំណើរការដោយព្រះបន្ទូលព្រះយើងជាចម្លែកមើលរូបកាយមនុស្សយើងគឺមើលទៅជាសាច់ឈាមទេតែផ្នែកអរូបីដែលយើងមើលមិនឃើញបែរសន្តានជាដូចជាបន្ទប់វិញបន្ទប់របស់វិញ្ញាណនេះជាសេចក្តីចម្លែករបស់ខ្ញុំដែរតែខ្ញុំសូមជម្រាបឲ្យលោកអ្នកបានជ្រាបពីសេចក្តីនៅក្នុងផ្នែកអរូបីព្រលឹងជាផ្នែកអរូបីមានមុខងារគ្រប់គ្រងបង្កើតសមត្ថភាពដំណើរការដល់រូបកាយមានសេចក្តីដែលនឹងត្រូវទទួលបាទព្រលឹងកំណត់ពីសេចក្តីនឹងត្រូវទទួលរបស់មនុស្សយើងធ្វើអីនឹងក្នុងឧបករណ៍ហ្នឹងហើយក៏មានចែកអំពីបេសកកម្មជីវិតរបស់មនុស្សបាទដំណើរការជីវិតមានអាយុនេះទៅចំណេះដឹងចិត្តគំនិតជោគវាសនាឬពីមយាទចរិតលក្ខណៈរបស់មនុស្សគូប្រេងហើយក៏ផ្ទុកពីសកម្មភាពដែលយើងបានធ្វើស្ដីល្អមិនល្អអីផ្ទុកនៅក្នុងធូលនឹងឬក្នុងព្រលឹងនឹងបាទហើយអ្នកថែរក្សានឹងប្រព្រឹត្តលើមនុស្សតាមសេចក្តីនោះដែរជារង្វាន់បើយើងធ្វើមិនល្អទេនឹងមានរង្វាន់មកតាមក្រោយទៀតឬក៏ទុកសិនអញ្ចឹងកំណត់អត្តសញ្ញាណបុគ្គលជាព័ត៌មានអំពីលោកអ្នកក្នុងព្រលឹងមានកំណត់ព័ត៌មានពីលោកអ្នករក្សាអំពីប្រវត្តិលោកអ្នកជានរណាបាទចឹងនៅក្នុងបន្ទប់ចិត្តហ្នឹងគឺបើនិយាយរួមគឺថាមានសន្តានជាព័ត៌មានច្បាស់ជាងដូចបាតដៃមានដំណើរជីវិតចឹងទៅមានខ្សែចិត្តខ្សែវាសនាចឹងទៅប៉ុន្តែនៅក្នុងចិត្តគឺកំណត់សេចក្តីហ្នឹងច្បាស់ជាងមានធូលដែលអាចមើលដោយវិញ្ញាណចិត្តចែកចេញជាសកម្មភាពរបស់វិញ្ញាណបាទចិត្តជាសកម្មភាពរបស់វិញ្ញាណនៅក្នុងបន្ទប់យើងហ្នឹងគាត់ធ្វើសកម្មភាពដើម្បីប្រើប្រាស់រូបកាយមកជារូបកាយចឹងទៅចឹងរូបកាយរបស់យើងត្រូវបានប្រើប្រាស់ដោយវិញ្ញាណដោយចិត្តហើយក៏មានសកម្មភាពរបស់មនុស្សខ្លួនឯងផ្ទាល់ដែលមានការគណនាការយល់ឃើញដោយការសិក្សារបស់យើងដោយព្រលឹងហើយនឹងរូបកាយជាសកម្មភាពរបស់មនុស្សយើងប៉ុន្តែក៏មានសកម្មភាពរួមបានន័យថាវិញ្ញាណត្រូវការព័ត៌មានរបស់រូបកាយដែលបានសិក្សារបស់មនុស្សដែលមានព្រលឹងវិញ្ញាណហ្នឹងមិនទាញជាព័ត៌មានគឺការសម្រេចចិត្តដែរបាទសម្រាប់ការសម្រេចចិត្តខ្ពស់គឺជាការសម្រេចចិត្តដោយវិញ្ញាណបាទវិញ្ញាណមនុស្សហ្នឹងក៏សម្រេចចិត្តការសម្រេចចិត្តខ្ពស់រួមជាមួយការទាញព័ត៌មានការគណនាក្នុងខួរក្បាលដែលរូបកាយដែលមានព្រលឹងបាទទាញព័ត៌មានយានទាញព័ត៌មានការទាញព័ត៌មានពីឧបករណ៍ដែលផ្ទុកដោយព្រះបន្ទូលព្រះដែរឧបករណ៍ហ្នឹងជាប់ទៅនឹងព័ត៌មានខាងក្រៅបាទដោយព្រះបន្ទូលព្រះដែលដំណើរការដោយព្រះបន្ទូលព្រះដែលមានក្នុងព្រលឹងតែបើជាសកម្មភាពធម្មតាចិត្តជាការគិតជាការធ្វើប្រមាណវិធីដោយការទាញព័ត៌មាននិងគណនាដោយមនុស្សយើងផ្ទាល់បាទរូបកាយមានព្រលឹងដែលមានកាយដែលមានព្រលឹងនឹងមានជីវិតបាទដែលវិញ្ញាណពុំបានសម្រេចចិត្តបាទឧទាហរណ៍រូបកាយមានព្រលឹងនិងវិញ្ញាណដូចជារថយន្តឬឡានដែលមនុស្សជាអ្នកបើកបរមានការអង្គុយរួមជាមួយអ្នកដំណើរមនុស្សដែលអង្គុយបើកបរនោះសំដៅទៅលើជាវិញ្ញាណបាទដែលជាអ្នកបញ្ជារថយន្តដំណើរការបានបាទមានទាំងឧបករណ៍កាមេរ៉ាឬមានសាំងអីទៅបាទមានអ៊ីនធឺណិតអាចប្រើប្រាស់បានអញ្ចឹង Wi-Fi អញ្ចឹងមើលឃើញផែនទីបង្ហាញផ្លូវនឹងសំដៅទៅលើព្រលឹងបាទដូចជាទូរស័ព្ទឆ្លាតវៃដំណើរការបានទូរស័ព្ទ smartphone ជាងហ្នឹងដំណើរការបានដោយមានភាពរូបភាពខាងក្រៅរបស់ទូរស័ព្ទហ្នឹងទៅអាចរឹងជារូបកាយហើយផ្នែកទន់ជាព្រលឹងជា software ជា operating system របស់វាហ្នឹង OS ហ្នឹងជាព្រលឹងបាទបើអត់មានទេទូរស័ព្ទហ្នឹងអត់ដំណើរការបានទេអញ្ចឹងហើយក៏មានការប្រើប្រាស់ដោយវិញ្ញាណដែលមនុស្សតំណាងជាវិញ្ញាណភាសាដែលមនុស្សយើងនៅខាងក្រៅតែបើវិញ្ញាណគឺគាត់នៅខាងក្នុងអញ្ចឹងគាត់ចូលទៅក្នុងបានអាចពជាប្រើបានមនុស្សយើងប្រើឧបករណ៍នៅពជាពីក្រៅទេបាទតើតើនឹងនេះខ្ញុំសូមជម្រាបបទពិសោធន៍ខ្លះបាទខ្ញុំលើកបទពិសោធន៍មិត្តភក្តិខ្ញុំពីក្មេងដែលគាត់អង្គុយលេងហើយក្រោកឡើងរៀងសើហ្នឹងមួយគាត់ដោយសារគាត់ឈោបាត់សើបាត់អស់ហើយយូរមកស្ទុះទៅស្ដាប់គាត់ថាមានអីដូចចង់ចូលក្នុងគាត់រុលចូលក្នុងកន្លែងក្បាលគាត់មានភាពសើមួយទៀតបាទហើយខ្ញុំក៏មានបទពិសោធន៍នោះដែរបាទគឺសើរៀងស្វាំងតិចមានអីរុលចូលក្នុងកពីងកន្លែងតំបន់កពីងភីនីលហ្នឹងចូលបន្ទប់ចិត្តរៀងងាងសើបាទចង់ចូលចិត្ត30វិនាទីដែរហើយតំបន់ហ្នឹងដែលខ្ញុំថាមានវិញ្ញាណគេប្រុងចូលក្នុងបន្ទប់ចិត្តយើងបាទរុលចូលហើយមានការទប់មិនឲ្យចូលអញ្ចឹងធ្វើឲ្យស្វាំងសើដល់ស្អីហ្នឹងហើយសេចក្តីនោះលក្ខណៈស្វាំងសើខុសពីធម្មតារបស់មនុស្សយើងបាទហើយសេចក្តីហ្នឹងយល់កម្រជួបដែរខ្ញុំមិនសូវជួបសេចក្តីហ្នឹងទេកម្រមានវិញ្ញាណចង់ព្យាយាមចូលមកដែរហើយមួយទៀតតកតងនឹងក្រពីងភីតូរីបាទការយល់ឃើញរបស់ខ្ញុំក្រពីងភីតូរីជាបន្ទប់អារម្មណ៍ជាបន្ទប់មានការគ្រប់គ្រងដោយវិញ្ញាណមើលឃើញស្ដាប់ឮដឹងក្លិនរសជាតិប៉ះពាល់កម្លាំងមានការគ្រប់គ្រងដោយក្រុមវិញ្ញាណដឹងខុសដឹងត្រូវដែរក្នុងបន្ទប់អារម្មណ៍ក៏មានវិញ្ញាណដែរបាទវិញ្ញាណដឹងខុសដឹងត្រូវគ្រប់គ្រងដែរជាបន្ទប់ដែលមានការគ្រប់គ្រងផ្សេងពីទុកចិត្តមានការសាក់នៅឬពុំសាក់នៅរបស់វិញ្ញាណថែរក្សាចាស់ដែរបើសិនពេលមានថែរក្សាចេញពីបន្ទប់ចិត្តមកជួនកាលគាត់អាចនៅក្នុងបន្ទប់អារម្មណ៍នឹងអញ្ចឹងឬក៏ពេលខ្លះគាត់អ
នៅទេគាត់ទៅនៅផ្សេងទៅដែលមានកាសៈនៅបន្ទប់ចិត្តនៅពេលលោកអ្នកបានយាងព្រះម្ចាស់យេស៊ូវបាទមកគង់ក្នុងចិត្តនឹងជីវិតជាព្រះអង្គសង្គ្រោះហើយក៏មានបន្ទប់សម្រាប់វិញ្ញាណផ្សេងធ្វើការងារអាចជាការអនុញ្ញាតឲ្យធ្វើការផ្នែកកម្មពៀសម្រាប់លោកអ្នកដែលចប់កម្មពៀរបស់ដូនតាបាទក៏មានកាសៈនៅវិញ្ញាណផ្សេងដែលពេលស្គាល់គ្នាដោយការរូបដំណេកដែលបន្ទប់អារម្មណ៍នឹងបាទហើយផ្នែករូបកាយសន្តានដូចជាអគារក្រុមហ៊ុនដែលថាមានបន្ទប់ធ្វើការមានបុគ្គលិកក្រុមហ៊ុនមានកន្លែងធ្វើការបណ្ដោះអាសន្នអីចឹងទៅបាទរបស់ភ្ញៀវចឹងទៅហើយយកលើកំពីរូបកាយជាព្រះវិហាររបស់ព្រះវិញ្ញាណបាទព្រះវិហារមានផ្នែកដែលថ្វាយបង្គំព្រះចឹងទៅហើយមានបន្ទប់ដែរចឹងទៅបាទមានកន្លែងគុំព្រះអង្គមានអ្នកតែពុំទាន់ជឿហើយអ្នកដែលបានជឿហើយរួមនៅនឹងដែរចឹងណាដើម្បីជាការសិក្សាឬដើម្បីសិក្សាឬក៏យល់ដឹងអំពីព្រះអង្គម្ចាស់រូបកាយមនុស្សជាលំនៅឋានរបស់ឬជាផ្ទះរបស់វិញ្ញាណរូបកាយក៏ជាផ្ទះដែរបាទក្នុងគម្ពីរផ្ទះរបស់វិញ្ញាណមនុស្សវិញ្ញាណអ្នកថែរក្សាហើយនឹងបាទស្នាក់អាស្រ័យនៅក្នុងនឹងដែររូបកាយតែមនុស្សយើងមានការគិតការពិចារណាខ្ពស់អញ្ចឹងផ្ទះជាផ្ទះមែនតែលក្ខណៈផ្ទះមានចលនាមានការគិតការពិចារណាខ្ពស់ហើយមានក្នុងផ្ទះហ្នឹងជាទៅមានបន្ទប់របស់ម្ចាស់ផ្ទះអញ្ចឹងទៅជាបន្ទប់ចិត្តហើយបន្ទប់ទទួលភ្ញៀវអញ្ចឹងទៅបន្ទប់កន្លែងមើលទូមកអីទៅជាកំសាន្តអីទៅបាទបទពិសោធន៍របស់ខ្ញុំកាលអាយុ12ឆ្នាំហ្នឹងខ្ញុំបានឮសំឡេងចេញពីតំបន់កពីងពីតូរីហ្នឹងថាឃើញអ្នកថែរក្សាមនុស្សផ្សេងហ្នឹងស្រស់ស្អាតហើយស្លៀកពាក់សិចស៊ីស្អាតប្លែកបាទកាលដែលខ្ញុំឮកាលខ្ញុំនៅក្មេងបាទតទៅនឹងរូបកាយព្រលឹងនិងវិញ្ញាណបាទរូបកាយពីចាញ់ខ្ញុំជម្រាបដូចខាងមុខហ្នឹងរូបកាយមនុស្សសត្វរូបកាយមនុស្សសត្វជាភាវៈមានជីវិតផ្នែករូបិយដែលមានទំនាក់ទំនងជាមួយផ្នែកខាងក្រៅនៃវត្ថុមើលឃើញឬប៉ះពាល់បានបាទរូបកាយមានញៀនអវយវៈដូចជាប៉ះពាល់មើលឃើញអញ្ចឹងស្ដាប់ឮដឹងក្លិនរសជាតិអវយវៈដៃជើងដងខ្លួនភ្នែកច្រមុះត្រចៀកនិងអដាតនិងសរីរាង្គផ្សេងទៀតនៅខាងក្នុងអញ្ចឹងជាច្រើនបាទរូបកាយគឺមានភ្ជាប់ជាមួយព្រលឹងបាទកាយភ្ជាប់ជាមួយព្រលឹងដោយសារឈាមបាទដើម្បីអនុញ្ញាតឲ្យវិញ្ញាណអាចបញ្ជារូបកាយមានព្រលឹងnếuយើងមានជីវិតបានអាចដំណើរការបានអាចធ្វើចលនាឬការគណនាការគិតគូក្បាលអារម្មណ៍ដោយខ្លួនឯងពឹងលើឈាមឬកោសិកាឈាមមានសរសៃប្រសាទរបស់ញៀនដែលធ្វើការជាមួយព្រលឹងដែលព្រលឹងគឺមានផ្ទុកព្រះបន្ទូលព្រះនាំឲ្យមានជីវិតកាយមានជីវិតដោយសារមានព្រលឹងនិងវិញ្ញាណដែលមានវិញ្ញាណស្ថិតនៅក្នុងព្រលឹងមានករណីពិសេសខ្លះនៅពេលព្រលឹងចាក់ចេញពីមនុស្សរូបកាយអាចរស់នៅមានចលនាក្នុងរយៈពេលខ្លីដោយសារមានវិញ្ញាណដែលជាអ្នកគ្រប់គ្រងដែលខាងក្នុងរូបកាយជាបដិសន្នតែព្រលឹងនិងវិញ្ញាណរបស់មនុស្សបានធ្វើដំណើរចេញពីរូបកាយបាត់ទៅហើយបាទមូលហេតុដោយសារការសម្រួលដល់រូបកាយជួបជុំសាច់ញាតិជាដើមអញ្ចឹងទៅយោងលើលទ្ធភាពរបស់រូបកាយដែលគ្រប់គ្រងបានផងដែរឬគោលបំណងផ្សេងៗបាទរូបកាយជាព្រះវិហាររបស់ព្រះវិញ្ញាណជាលំនៅឋានឬផ្ទះរបស់វិញ្ញាណមនុស្សវិញ្ញាណអ្នកថែរក្សារូបកាយមានសកម្មភាពមានចលនាមានការប្រព្រឹត្តល្អឬមិនល្អជាដើមគឺមានការថតទុកក្នុងព្រលឹងបាទជំបានសកម្មភាពរបស់មនុស្សយើងធ្វើទាំងប៉ុន្មានគឺមានសេចក្តីថតទុកនៅក្នុងព្រលឹងឧបករណ៍ដែលខ្ញុំជម្រាបពីមុនហ្នឹងជួយកុំឲ្យថាយើងធ្វើអីគឺអត់ដឹងគឺមានថតទុកជាងឲ្យលោកអ្នកប្រយ័ត្នឲ្យប្រុងប្រៀបដូចកាមេរ៉ាដែលពេលភ្នែកកាមេរ៉ាមើលឃើញឲ្យថតសកម្មភាពទុកក្នុងអង្គចងចាំមានទាំងសំឡេងទៀតបាទរូបកាយនឹងត្រូវបានប្រោសឲ្យរស់ឡើងវិញរូបកាយមានព្រលឹងបាទហើយផ្លាស់ប្រែជារូបកាយឧត្តមកាយមនុស្សនឹងក្លាយជារូបកាយឧត្តមសន្តានដូចវិញ្ញាណទេវតាអញ្ចឹងដែរឬដូចព្រះអង្គម្ចាស់យេស៊ូវបាទបានផ្លាស់ប្រែរូបកាយឧត្តមនៅគ្រាទ្រង់មានប្រជញ្ញរស់ឡើងវិញបាទជាគំរូបាទព្រះអង្គចាស់ទ្រង់បានផ្លាស់ប្រែជារូបកាយឧត្តមជាគំរូបាទដែលមិនពុកភ័យរូបកាយត្រូវការអាហារក្នុងការរស់នៅចំណេះដឹងសុខភាពល្អចឹងទៅមានថវិកាហិរញ្ញវត្ថុចាយគ្រប់គ្រាន់បាទបីទ្រទ្រង់ការរស់នៅឲ្យមានសេចក្តីល្អបាទសុខសប្បាយចឹងទៅបីទ្រទ្រង់ក្នុងការរស់នៅហើយក៏ត្រូវការចំណុចសំខាន់ដំបូងនោះគឺយើងត្រូវស្វែងរកព្រះពុទ្ធជាទី1បាទដើម្បីបំរុងឲ្យបានជីវិតខាងព្រលឹងវិញ្ញាណផងដែរដោយសារមនុស្សយើងខាត់មកជាប់ចំណងបាបអញ្ចឹងយើងត្រូវស្វែងរកដោះឲ្យរួចផុតពីចំណងបាបនឹងហើយបានយើងប្រឹងប្រែងស្វែងរកថវិកាហិរញ្ញវត្ថុអីហ្នឹងព្រះនឹងប្រទានពរឲ្យមកតាមក្រោយអញ្ចឹងដោយសាររូបកាយបានធ្លុយខុសបញ្ញត្តិដូចនេះរូបកាយមានកម្រិតអាយុរស់នៅបាទចូលប្រយ័ត្នក្នុងការបដ ாய் រូបកាយក្នុងការរត់អំណេកព្រោះវិញ្ញាណដែលទុំឬសន្ធិដ្ឋនៅក្នុងមនុស្ស
អាចចេញចូលក្នុងរូបកាយមនុស្សបានស្គាល់គ្នាឬការរូបដំណេកបាទមានវិញ្ញាណប្រុសស្រីបាទក្នុងការរូបកាយមនុស្សម្នាក់រូបកាយមនុស្សម្នាក់អាចមានវិញ្ញាណប្រុសផងមានស្រីផងដែរវិញ្ញាណចេញចូលបានអញ្ចឹងឬក៏មានការសន្តិដ្ឋក្នុងរូបកាយគ្នាទៅវិញទៅមកបាទតាមចំនួនមនុស្សដែលបានស្គាល់គ្នាចឹងឬក៏មានការផ្ទេរបាបទៀតបាទពេលដែលស្គាល់គ្នារូបដំណេកហ្នឹងការផ្ទេរបាបដែរក្នុងការរស់នៅចូលប្រយ័ត្នក្នុងការប្រព្រឹត្តធ្លូយខុសបញ្ញត្តិព្រះបាទថាក្នុងការរស់នៅយើងប្រព្រឹត្តធ្លូយមានសេចក្តីទុច្ចរិតច្រើនហ្នឹងហើយសេចក្តីទុច្ចរិតដែលយើងធ្វើទាំងម៉ានហ្នឹងគឺដូចតែយើងបានធ្វើទៅលើកូនចៅរបស់ខ្លួនឯង2 3ដំណរចឹងហើយធ្វើលើព្រលឹងខ្លួនឯងផងអត់បានរួចពីបាបកម្មហើយក៏បានធ្លូយទៅដល់កូនចៅទៀតអញ្ចឹងអ្នកអាចសង្កេតសេចក្តីហ្នឹងបាទដូចថារស់នៅដោយគ្មានសេចក្តីស្រឡាញ់សោះអញ្ចឹងឬមានសេចក្តីអាណិតអាសូរសោះដូចមនុស្សដូចដល់មនុស្សដូចអំបិលអស់ជាតិប្រៃដូចក្នុងគម្ពីរអញ្ចៃយើងធ្វើខ្លួនឲ្យដូចជាអំបិលអស់ជាតិប្រៃបានថាឬយើងរស់នៅដោយប្រព្រឹត្តសេចក្តីល្អស្ដីអីចឹងបើយើងអត់មានសេចក្តីល្អអញ្ចឹងឬថាអស់តម្លៃអញ្ចឹងដូចអំបិលអស់ជាតិប្រៃដោយរូបកាយជាសេចក្តីទុច្ចរិតដែលនាំឲ្យដំណើរជីវិតរូបកាយព្រលឹងវិញ្ញាណជួបសេចក្តីទុក្ខជាក្តីនឹងត្រូវទទួលបាទហើយតរហូតដល់កូនចៅបីមកទៀតជួបបានសេចក្តីនឹងដូចជះទៅលើកូនចៅខ្លួនឯងដែរមុននឹងមនុស្សកើតមកមានជីវិតគឺមានវិញ្ញាណបាទមានវិញ្ញាណជាដំបូងហើយចំណុចនេះខ្ញុំចង់ជម្រាបថាមុនមនុស្សកើតមកហ្នឹងគឺក្នុងចូលរូបកាយកើតមកគឺមានវិញ្ញាណហើយវិញ្ញាណគាត់កើតមុនបាទហើយវិញ្ញាណបានស្គាល់គ្នាបរិយាពន្ធក្នុងវិញ្ញាណគាត់បានស្គាល់គ្នាជាឪពុកម្ដាយស្គាល់គ្នាហើយបានមានជាកូនវិញ្ញាណអញ្ចឹងទៅហើយបានទៅបានដល់ដំណាក់កាលដែលត្រូវបានចាប់កំណើតជាមួយរូបកាយអញ្ចឹងហើយអញ្ចឹងឧទាហរណ៍ក្នុងការចាប់កំណើតរបស់រូបកាយហ្នឹងបានចូលរួមចាប់កំណើតជាមួយរូបកាយដែលមានព្រលឹងមកពីព្រះព្រលឹងគឺមកពីព្រះព្រលឹងអាចមកចាប់កំណើតព្រមគ្នាជាមួយនឹងវិញ្ញាណមនុស្សនឹងរូបកាយមនុស្សហើយក៏មានថែរក្សាដោយវិញ្ញាណឬជាចាស់ទុំឬវិញ្ញាណដែលនឹងចាប់កំណើតនោះគឺគាត់រក្សាទុកនឹងបីចាប់កំណើតជាមួយគាត់អញ្ចឹងព្រលឹងហើយមានរក្សាទុកដោយចាស់ទុំឬពូជពងរបស់ខ្លួននៅលោកីបាទមុននឹងចាប់កំណើតឧទាហរណ៍វិញ្ញាណអាយុ7ឆ្នាំហើយវិញ្ញាណហ្នឹងអាយុ7ឆ្នាំហើយចាប់កំណើតមួយព្រលឹងអាចមានអាយុច្រើនឬអីតាមហ្នឹងទៅមកក៏កំណើតជាមួយរូបកាយតាំងពីកំណើតមកនេះរូបកាយនៅពេលកើតមកមានអាយុ3ខែអញ្ចឹងណាកើតមកជាកូនង៉ែអញ្ចឹងមានអាយុ3ខែហើយអញ្ចឹងតែវិញ្ញាណកាលដល់8ឆ្នាំនេះទៅដូច7បូក9ខែ10ថ្ងៃបូក3ខែទៀតអញ្ចឹងជា8ឆ្នាំអញ្ចឹងវិញ្ញាណ8ឆ្នាំបានអញ្ចឹងមិនមែនវិញ្ញាណកើតមកគឺកូនង៉ែដែលទេវិញ្ញាណនោះមិនមែនទេបាទវិញ្ញាណដែលមានព្រលឹងអាចមានអាយុតិចឬច្រើនតាមសេចក្តីដែលព្រះប្រទានមកហើយក៏មានវិញ្ញាណមនុស្សមានអាយុវ័យចំណាស់ឬវ័យពេញវ័យឬវ័យចំណាស់អញ្ចឹងបាទចាប់កំណើតដែរផ្សេងដូចចូលរួមដំណើរជីវិតហើយក៏មានវិញ្ញាណអ្នកថែរក្សាមនុស្សដែររូបកាយនៅពេលបង្កកំណើតត្រូវការពេលវេលាការសង់ឬសូនដោយក្រុមវិញ្ញាណទេវតាជាចាស់ទុំថែរក្សាវិញ្ញាណអំពូមីងគាត់ជួយសាងសង់រូបកាយមនុស្សខាងក្នុងផ្នែកខាងក្នុងស្ថានហ្នឹងគឺដូចនៅគ្រាដែលព្រះអង្គជាស្រាប់របស់ព្រះអង្គដែលទ្រង់បានសូនមនុស្សមកហ្នឹងគឺទេវតាដែលថែរក្សាមនុស្សគឺគាត់ធ្វើការងារបន្តបាត់ពិសោធន៍ខ្ញុំបានឮសេចក្តីហ្នឹងគឺខ្ញុំទៅមន្ទីរពេទ្យមួយហើយជួបនឹងអ៊ីមួយដែលគាត់ប៉ុណ្ណឹងខ្ញុំនៅក្មេងជួបអ៊ីមួយរៀងគាត់មានផ្ទៃពោះហើយគាត់ជួបពេទ្យពិសាអញ្ចឹងហើយសាប់បងប្អូនគាត់មកដែរគាត់ឃើញអោតសួរមួយអាអូនមិនហីអាអូនណែសាងសង់រួចនៅទេចាំអ៊ីជួយសាងសង់កុំឲ្យក្មេងកើតមកមានបញ្ហាអីចឹងខាងមួយគាត់ឆ្លើយថាមីងណែខ្ញុំហើយសាងសង់ហើយអញ្ចឹងស្ដីហ្នឹងចង់ជម្រាបឲ្យលោកអ្នកបានជ្រាបវត្តរបស់រូបកាយបានកើតមកពីដីបាទយោងតាមព្រះគម្ពីរបាទរូបកាយបានកើតពីដីហើយដីគឺដុះលេចចេញមកពីទឹកបាទដីគឺវិវត្តមកពីទឹកតាមរយៈព្រះបន្ទូលព្រះក្នុងគម្ពីរលោកុបាទពុក1ខ9បន្ទាប់មកព្រះទ្រង់មានបន្ទូលថាចូលឲ្យទឹកនៅក្រោមមេឃប្រមូលគ្នានៅកន្លែងតែមួយហើយឲ្យមានទីគោកដុះលេចឡើងនោះក៏មានដូច្នោះការបង្កកំណើតរបស់មនុស្សសត្វខ្ញុំជម្រាបសង្ខេបបាទជាមានមេជីវិតចឹងទៅហើយមានកម្រិតក្នុងនោះគេសិក្សាអ្នកវិទ្យាសាស្ត្រសាជាសិក្សាថាមានកម្រិតទឹករហូតដល់96ទៅ98ចឹងបានមនុស្សយើងគឺនេះវិវត្តពីទឹកមកវិវត្តមានជាដៃជើងចឹងសាច់ឈាមមានសក់មានអីគឺលោកអ្នកអាចជ្រាបសេចក្តីនឹងខ្លះវិវត្តជារូបកាយមានសាច់ឈាមហើយចូលរួមដោយព្រលឹងនិងវិញ្ញាណបាទការរស់នៅមានរូបកាយលូតលាស់ធំឡើងក៏ដោយសារការបរិភោគទឹកដែរបាទរូបកាយត្រឡប់ជាធូលីដីនៅពេលស្លាប់ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់យកធូលីដីមកសូនធ្វើជាមនុស្សទ្រង់ផ្លុំខ្យល់ដង្ហើមជីវិតបញ្ចូលទៅក្នុងរន្ធច្រមុះនោះក៏ត្រឡប់ជាមានព្រលឹងរស់ឡើងឯងនឹងមានអាហារស៊ីដោយការបែកញើស
ដល់រាប់ដល់ឯងត្រឡប់ទៅជាដីវិញគ្រប់ទាំងអស់ទៅឯកន្លែងតែមួយប៉ុណ្ណោះទាំងអស់កើតមកពីធូលីដីហើយត្រឡប់ទៅជាធូលីដីវិញតើមានអ្នកណាដឹងថាវិញ្ញាណនៃមនុស្សឡើងទៅលើហើយវិញ្ញាណរបស់សត្វចុះទៅក្រោមវិញឬទេហើយធូលីត្រឡប់ទៅជាដីដេកដើមវិញនិងវិញ្ញាណត្រឡប់ទៅឯព្រះដែលទ្រង់បានប្រទានមកវិញ្ញាណត្រូវត្រឡប់ទៅជួបព្រះដើម្បីជំរុញជម្រះបាទហើយជំរះហើយបើនេះទៅតាមសេចក្តីរបស់ខ្លួនអាចរួចពីកម្មគឺបានទៅដល់ទីសុខសាន្តអញ្ចឹងព្រះបានសូនរូបកាយមកពីដីដូចនេះរូបកាយបានកើតមកពីដីហើយត្រឡប់ទៅជាដីវិញនៅពេលស្លាប់ដោយព្រោះមនុស្សបានប្រព្រឹត្តបាបដែលធ្លោយខុសទាស់បញ្ញត្តិព្រះតាំងពីចាស់បុរាណមករូបកាយនឹងត្រូវស្លាប់ព្រលឹងវិញ្ញាណដាច់ចេញពីព្រះព្រោះបាបជាសេចក្តីស្លាប់តែដោយមានអំណោយទានមកពីព្រះនៅពេលលោកអ្នកបានទទួលសេចក្តីសង្គ្រោះមកពីព្រះអម្ចាស់យេស៊ូវនាំឲ្យព្រលឹងនិងវិញ្ញាណបានរស់រួមទាំងរូបកាយបានរស់នៅគ្រាព្រះទ្រង់ប្រោសរូបកាយរស់ឡើងវិញព្រះគម្ពីររ៉ូមចំពុក6ខ23ត្បិតឈ្នួលរបស់អំពើបាបនោះជាសេចក្តីស្លាប់តែអំណោយទាននៃព្រះវិញគឺជាជីវិតដ៏អស្ចារ្យជានិច្ចដោយព្រះយេស៊ូវជាព្រះអម្ចាស់នៃយើងរាល់គ្នាបាទតើតើនឹងការប្រៀបធៀបខ្លះៗពីមនុស្សហើយនឹងគ្រឿងអេឡិចត្រូនិកបាទនេះគឺជាកូដហ្នឹងគឺភាសាកុំព្យូទ័រឬភាសាសរសេរកម្មវិធីអីផ្សេងៗហ្នឹងបាទគឺត្រូវការប្រើកូដនឹងសរសេរដើម្បីឲ្យកម្មវិធីឬទូរស័ព្ទគ្រឿងអេឡិចត្រូនិកនេះអាចដំណើរការអញ្ចឹងកុំព្យូទ័របាទមានចំណុចចម្កល់ខ្លះដូចមនុស្សហើយនឹងគ្រឿងអេឡិចត្រូនិកនោះមានរូបកាយគ្រឿងអេឡិចត្រូនិកមានផ្នែករឹងយើងមើលឃើញខាងក្រៅហ្នឹងហើយក៏ខាងក្នុងនោះដែរព្រលឹងជាផ្នែកទន់ជា software ដែលឲ្យដំណើរការ operating system ហ្នឹងខ្ញុំកំណត់ថាជាព្រលឹងផ្នែកទន់ហើយវិញ្ញាណគឺជាមនុស្សយើងអ្នកប្រើប្រាស់ឧបករណ៍ហ្នឹងបើស្រុកក្នុងមនុស្សវិញ្ញាណគឺនៅក្នុងយើងក្នុងស្របរូបកាយក្នុងបន្ទប់អារម្មណ៍បន្ទប់ចិត្តហ្នឹងហើយឈាមគឺជាចរន្តអគ្គិសនីឈាមរបស់មនុស្សយើងបើសិនមនុស្សយើងឈាមអត់មានចលនាទេមនុស្សយើងអាចស្លាប់ដែរអញ្ចឹងចរន្តអគ្គិសនីដំណើរការបានគ្រឿងអេឡិចត្រូនិកដំណើរការបានដោយចរន្តអគ្គិសនីដែរមានភ្លើងទេគឺអត់ដំណើរការដែរព្រះបន្ទូលជាភាសាកូដរបស់កុំព្យូទ័រទូលជា language code ផ្សេងកម្មវិធីនឹងទូលហើយឈាមគឺធួននឹងព្រលឹងបានថាពេលឈាមលេងមានចលនាគឺព្រលឹងអាចនឹងចាក់ចេញជាជីវិតបាទនាំឲ្យមានជីវិតផ្នែកគ្រឿងអគ្គិសនីដូចជាផ្នែករឹងមានអង្គចងចាំមានការអង្គគណនាអង្គចងចាំមានហាត់ឌីសសម្រាប់ផ្ទុកព័ត៌មានហើយកាមេរ៉ាថតអីទៅផ្សេងមានច្រើនផ្នែកទុនជាប្រព័ន្ធប្រវត្តិការរបស់នឹងគ្រឿងអេឡិចត្រូនិកនឹងទូរស័ព្ទកុំព្យូទ័រនឹង operating system BIOS basic input output system កម្មវិធីមាន driver program ផ្សេងមាន script មានអេឡិចត្រូនិកដែរភាសាកុំព្យូទ័រនិងចរន្តអគ្គិសនីហើយមានអ្នកប្រើប្រាស់ឧទាហរណ៍ខាងលើនេះជាសម្រាប់ទូរស័ព្ទកុំព្យូទ័រគឺសំដៅលើដំណើរការដោយសារកូដបាទភាសាកុំព្យូទ័រឬកុំព្យូទ័រមានចរន្តអគ្គិសនីនិងអ្នកប្រើប្រាស់សូមពិចារណាអំពីរូបកាយព្រលឹងនិងវិញ្ញាណគឺផ្សេងពីគ្នារូបកាយភ្ជាប់ទៅនឹងព្រលឹងដោយសារឈាមឬសរសៃឈាមហើយវិញ្ញាណបញ្ជារូបកាយដោយសារការនិយាយឬប្រាប់ទៅពេលអង្គុយលើបល្ល័ង្កចិត្តដែលមានក្នុងព្រលឹងឬសន្ធិដ្ឋនៅក្នុងរូបកាយរបស់មនុស្សនឹងឬស្របនឹងបាទដូចនេះវិញ្ញាណក្នុងមនុស្សនិយាយប្រាប់ទៅមនុស្សឲ្យធ្វើតាមសេចក្តីដែលវិញ្ញាណសេចក្តីហើយក៏មានសេចក្តីរូបកាយនឹងព្រលឹងដំណើរការឬប្រតិបត្តិការដោយខ្លួនឯងដែរបាទបើតាមរូបកាយរបស់យើងក៏មានការបញ្ជាដោយវិញ្ញាណហើយក៏រូបកាយនឹងព្រលឹងដែលមានជីវិតហ្នឹងក៏គាត់អាចធ្វើការដោយខ្លួនឯងបានដោយការចំណេះដឹងរបស់យើងការគិតការគណនាដោយចំណេះដឹងខួរក្បាលរបស់យើងតែមនុស្សយើងបាទសម្រាប់កុំព្យូទ័រទូរស័ព្ទជាផ្នែករឹងហើយក៏មានផ្នែកទន់ software hardware របស់ទូរស័ព្ទខាងមុខមុនហ្នឹងបាទហើយវាដំណើរការដោយចរន្តអគ្គិសនីបាទយើងដូចមនុស្សយើងដោយឈាមបាទដោយចរន្តឈាមដើរដំណើរការល្អចឹងហើយក៏ដំណើរការដោយកូដបានន័យថានៅក្នុងកុំព្យូទ័រមានភាសាកូដភាសាកុំព្យូទ័រ programming language របស់គេដើម្បីសរសេរឲ្យដំណើរការកម្មវិធីរបស់គេហ្នឹងបាទសម្រាប់មនុស្សយើងក៏គឺមានព្រះបន្ទូលព្រះដែលមាននៅក្នុងព្រលឹងសម្រាប់ដំណើរការឲ្យមានជីវិតហ្នឹងបាទចំណែកមនុស្សគឺមានជីវិតដោយសារព្រះបន្ទូលបាទហើយក៏លើចំណីអាហារលើរូបកាយរបស់មនុស្សយើងដែរបាទជាអាហារូបត្ថម្ភបាទសេចក្តីដែលស្តៀងគឺផ្នែករឹង hardware របស់ទូរស័ព្ទជារូបកាយហើយផ្នែកទន់ software ជាព្រលឹងដែលខ្ញុំកំណត់ថាជាព្រលឹងបាទដែលមានផ្ទុកព្រះបន្ទូលព្រះនាំឲ្យមានជីវិតចំណែកអ្នកប្រើប្រាស់ដូចមនុស្សយើងអ្នកប្រើប្រាស់ទូរស័ព្ទហ្នឹងសំដៅទៅជាវិញ្ញាណបាទវិញ្ញាណយើងមនុស្សយើងប្រើទូរស័ព្ទចេញពីខាងក្រៅ touch screen ទៅអីចឹងទៅតែវិញ្ញាណគឺគាត់ចូលទៅក្នុងបន្ទប់ចិត្តហើយដើម្បីបញ្ជាអញ្ចឹងដូចជាមានការបញ្ចូលកម្មវិធីផ្សេងៗប្រៀបដូចជាការរៀនមុខវិជ្ជាបង្
ការសមត្ថភាពផ្សេងៗរបស់មនុស្សបាទដែលបញ្ចូល app ហ្នឹងគឺ feature ដែលបញ្ចូលដូចយើងរៀនសូត្រមានចំណេះដឹងជំនាញអីហ្នឹងគឺបង្កើនសមត្ថភាពទៅលើទូរស័ព្ទនិងមនុស្សយើងដែរស្តីងស្ដីហ្នឹងបាទហើយចំណុចមួយទៀតគឺទូរស័ព្ទឬ computer ហ្នឹងគេមានការ back up software របស់គេដើម្បីពេលដែល software នឹងមាន hardware មានបញ្ហាទៅគឺគេអាច restore កម្មវិធី data របស់គេឯកសាររបស់គេទាំងអស់ទាំងប៉ុន្មានហ្នឹងគឺចូលទៅក្នុង hardware ថ្មីអញ្ចឹងអាហ្នឹងជាការ reserve សកូទុកបាទបំរុងទុកអញ្ចឹងគេមានការ back up ហើយ restore អញ្ចឹងបាទហើយមនុស្សយើងក៏ដូចគ្នាដែរធ្វើម៉េចឲ្យព្រលឹងស្ថិតនៅក្នុងការគ្រប់គ្រងរបស់ព្រះអង្គម្ចាស់អញ្ចឹងទៅទ្រង់នឹងប្រោសរស់ឡើងវិញនៅគ្រាចុងក្រោយនឹងហើយក៏មានជីវិតបន្តទៀតអាចនៅឋានសួគ៌ឬនៅផែនដីថ្មីអញ្ចឹងសម្រាប់មនុស្សសម្រាប់វិញ្ញាណអញ្ចឹងនេះជាឧទាហរណ៍សង្ខេបដែលធ្វើម៉េចបំរុងឲ្យបានជីវិតមកថាព្រលឹងរបស់យើងគឺស្ថិតក្នុងការគ្រប់គ្រងរបស់ព្រះដែលទ្រង់នឹងជួយសង្គ្រោះព្រលឹងឲ្យបានមានជីវិតរស់ឡើងវិញហើយមានជីវិតនៅទីសុខសាន្តបាទនេះតាក់ទងនឹងរូបថតដែលវីដេអូហើយមានរូបថតខ្ញុំបានថតបាននៅភ្នំពេញនៅពេលធ្វើដំណើរតាមផ្លូវបាទវាឈប់ទៅហើយថតហើយក្នុងនោះខ្ញុំឃើញរូបនឹងដូចជាចម្លែកដែលមានជាព្រៀបបាទព្រៀបហោះអញ្ចឹងហើយមានដៃនៅលើពពកអញ្ចឹងរូបនេះគឺដូចមានទេវតាហោះស្ថានដូចជាទេវតាស្រីស្លាបគាត់ហើយខ្ញុំសូមចាក់វីដេអូនេះដែលខ្ញុំថតបានបន្តិចបាទផ្នែកខ្លះនៅក្នុងព្រះគម្ពីរបង្ហាញអំពីភាពរូបិយនិងអរូបិយនៅគ្រាព្រះអង្គម្ចាស់បង្កើតផ្ទៃមេឃនិងផែនដីបាទលោកអ្នកអាចពិចារណានិងអាននៅព្រះគម្ពីរលោកុមារចំពុក1បាទក្នុងហ្នឹងគឺរៀបរាប់ពីស្នាមព្រះហស្ថព្រះអង្គដែលទ្រង់បានបង្កើតផែនដីមនុស្សលោកនិងរបស់សពសារពើហ្នឹងបាទហើយក្នុងហ្នឹងបានចែកពីថ្ងៃទី1បានធ្វើអីថ្ងៃទី2បានធ្វើអីរហូតដល់ថ្ងៃទី6បានទី7ទ្រង់ជប់សម្រាកបាទហើយក្នុងនោះមានគម្ពីរបានចែងព្រះទ្រង់មានព្រះបន្ទូលថាពីថ្ងៃ1ដល់ថ្ងៃទី5ទ្រង់មានបន្ទូលថាអញ្ចឹងនៅបន្ទាប់មកគឺថ្ងៃទី6ដែលទ្រង់បង្កើតមនុស្សគឺមានទ្រង់មានបន្ទូលហើយក៏បន្ទាប់មកទ្រង់បានសូនធ្វើបាទនេះជាចំណុចដែលខ្ញុំចង់ជម្រាបលោកអ្នកបានជ្រាបពីសេចក្តីហ្នឹងនៅពីលោកុបាទចំពុក2ខ14ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់បានយកធូលីដីមកសូនធ្វើគ្រប់ទាំងសត្វជើង4និងសត្វហើរទាំងប៉ុន្មានលោកុបាទចំពុក2ខ8ដល់9រួចព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ធ្វើសួនច្បារមួយនៅស្រុកអេដែននៅទិសខាងកើតបាទសួនច្បារនេះខ្ញុំគិតថាជាសួនច្បារមួយទម្ងន់អាចវិសេសព្រោះស្នាមប្រហោះព្រះអង្គគឺវិសេសបាទវិសេសវិសាលលើសពីការពណ៌នាសម្រាប់ខ្ញុំជឿថាសួនច្បារនេះកំពុងតែវត្តមាននៅមាននៅឡើយហើយបានកំបាំងអញ្ចឹងព្រោះស្នាមប្រហោះព្រះអង្គគឺវិសេសលើសការពិពណ៌នាបាទការកំណត់សម្គាល់ចាប់ពីថ្ងៃទី1ដល់ថ្ងៃទី4ព្រះទ្រង់បានបង្កើតនឹងជាថ្ងៃដែលព្រះអង្គម្ចាស់ទ្រង់បង្កើតដោយមានព្រះបន្ទូលថ្ងៃទី1ថ្ងៃទី4ហ្នឹងខ្ញុំសន្មត់ថាមាន4ស្រទាប់បាទ4ស្រទាប់ហើយចាប់ពីថ្ងៃទី5ដល់ទី6ជាថ្ងៃដែលព្រះអង្គម្ចាស់ទ្រង់បង្កើតមនុស្សសត្វមានជីវិតបាទថ្ងៃទី5ទី6ជីវិតមនុស្សសត្វបានកើតមកថ្ងៃទី5គឺជីវិតសន្តានជាខ្យល់ហើយនឹងទឹកកើតមុនដូចជាត្រីហើយនឹងសត្វស្លាបនឹងហើយដល់ទី6គឺជីវិតមនុស្សដីលឹកដីគោកអញ្ចឹងជីវិតកើតមកគឺខ្ញុំកំណត់ថ្ងៃទី5ទី6គឺតែមួយស្រទាប់ទេព្រះទ្រង់មានបន្ទូលថានឹងទ្រង់បានធ្វើទ្រង់បានបង្កើតមនុស្សដោយការសូនហើយផ្លុំខ្យល់ដង្ហើមជីវិតត្រឡប់ជាប្រលឹងរស់ឡើងខ្ញុំសន្មត់ថ្ងៃទី5ទី6ជាស្រទាប់ទី5បាទលេខ5គឺជានិមិត្តសញ្ញាដែលព្រះទ្រង់បង្កើតមនុស្សមានម្រាមដៃ5អញ្ចឹងបាទដែលកំណត់ជាផ្នែកទី5ទី6មានជាផ្នែកអរូបិយនិងរូបិយបានន័យថានៅយើងពោលនៅមានរូបិយនិងអរូបិយបាទដោយព្រះទ្រង់មានបន្ទូលហើយនឹងធ្វើដោយសារទឹកនិងខ្យល់គឺជាវត្ថុមានមុនដីបាទទឹកខ្យល់មានមុនដីបានដីដុះចេញពីទឹកនឹងមកនេះទីថ្ងៃទី5ភាវៈដែលមានជីវិតពីទឹកនិងអាកាសដែលជាសត្វស្លាបហ្នឹងគេមានព្រលឹងហើយនឹងវិញ្ញាណបាទពិតព្រលឹងវិញ្ញាណគឺបានកើតនៅថ្ងៃទី5ហើយដែលខ្ញុំយល់ឃើញបាទកើតមកអំពីទឹកសន្តានដូចជាចំហាយទឹកបាទមានរូបកាយកម្រិតខ្ពស់ជាងមនុស្សសត្វបាទបានកើតបំរុងសម្រាប់រូបកាយនៅថ្ងៃទី6បាទជីវិតដែលកើតពីដីនៅថ្ងៃទី6ព្រះទ្រង់បានសូនមនុស្សបានផ្លុំខ្យល់ដង្ហើមជីវិតនោះប្រលឹងរឡើងបាទទ្រង់បានដាក់ប្រលឹងចូលព្រលឹងដែលមាននៅថ្ងៃទី5ហ្នឹងទ្រង់បានដាក់បញ្ចូលក្នុងរូបកាយមនុស្សនៅថ្ងៃទី6ដោយការផ្លុំខ្យល់ដង្ហើមជីវិតបាទព្រោះដីបានដុះចេញមកពីទឹកមកបាទហើយក៏ដាក់វិញ្ញាណបានចូលទៅនៅបាទ
ជាមួយរូបកាយមនុស្សដែរនៅគ្រានោះការសន្និដ្ឋានដូចនេះសូមកំណត់ថ្ងៃទី1ដល់ថ្ងៃទី4ជាស្រទាប់ដាច់ពីគ្នាបាទព្រះទ្រង់មានបន្ទូលថាជាអរូបីដែលបង្កើតបានជាអរូបីនិងរូបីតែនៅសពទី5គឺរួមបញ្ចូលនៃថ្ងៃទី5ទី6ដាក់ជាកំណើតសត្វដែលមានជីវិតជាផ្នែកអរូបីនិងរូបីសត្វទី5ជាអរូបីទី6ជារូបីបាទដោយព្រះទ្រង់មានបន្ទូលថាទ្រង់បានធ្វើជារូបីបាទធ្វើបានជារូបីអញ្ចឹងលោកអ្នកអាចជ្រាបពីសន្តានសត្វទី1គឺមានទស្សនវិជ្ជាអីខ្លះអញ្ចឹងលោកអ្នកអាចអាននៅព្រះគម្ពីរក្នុងសត្វទី1មានទស្សនវិជ្ជាអីខ្លះទី2មានរួមទី1ទី2ដែរទស្សនវិជ្ជាអីខ្លះអញ្ចឹងរហូតដល់ទី1ដល់ទី4មានទស្សនវិជ្ជាអីខ្លះអញ្ចឹងក្នុងនោះដែលក្នុងគម្ពីរគឺមានដើមឈើអីទិន្នជាតិអីបានដុះហើយពីទី1ដល់ទី4ហ្នឹងអញ្ចឹងលោកអ្នកអាចជ្រាបពីសន្តានទស្សនវិជ្ជានៅសត្វទី1ទី2ទី3ទី4គឺនៅក្នុងកគម្ពីរខាងមុខហ្នឹងកគម្ពីរខាងមុខដែលព្រះទ្រង់បានបង្កើតហ្នឹងគឺបានជាពីទស្សនវិជ្ជាថ្ងៃទី1ទ្រង់បានអីខ្លះអញ្ចឹងទី2អីខ្លះអញ្ចឹងរហូតដល់ថ្ងៃទី4ហ្នឹងគឺដូចថាទិន្នទីមេឃមានពលឺមានអីដាក់ទ្រង់បានដាក់តួពលឺនៅលើហ្នឹងអញ្ចឹងជាថ្ងៃទី4ហើយមានទិន្នជាតិមានអីអញ្ចឹងទស្សនវិជ្ជាគឺមានលោកអ្នកអាចអានព្រះគម្ពីរគឺជ្រាបពីទស្សនវិជ្ជានៅក្នុងសត្វហ្នឹងបាទរូបកាយនៅសត្វទី5ដែលជាផ្នែករូបីហើយក៏អរូបីបាទនឹកគ្រាដែលព្រះទ្រង់ប្រោសមនុស្សឲ្យរស់ឡើងវិញហើយរូបកាយមនុស្សជារូបកាយឧត្តមបាទដូចជាលោកអេលីយ៉ាព្រះទ្រង់បានញែកចូលក្នុងសត្វអរូបីហើយធ្វើដំណើរទៅឋានសួគ៌បាទលោកអេលីយ៉ាគាត់ជាមនុស្សដែលបំបានភ្លក់សេចក្តីស្លាប់ទេទ្រង់លើកទៅឋានសួគ៌បាទព្រលឹងអាចចេញចូលខ្ញុំកំណត់ថាអាចចេញចូលទី1ដល់ទី5នៅសត្វអរូបីបាទព្រលឹងជាផ្នែកអរូបីដែរវិញ្ញាណអាចចេញចូលនៅសត្វទី1ដល់ទី5ទាំងផ្នែកអរូបីនិងរូបីបាទជាទូទៅវិញ្ញាណនៅផ្នែកអរូបីវិញ្ញាណក៏ជាផ្នែកអរូបីដែរតែគាត់អាចបង្ហាញខ្លួនបាននៅផ្នែករូបីដែរបាទហើយនៅសត្វទី4នេះខ្ញុំសន្មតឋានគុំប្រលឹងគឺនៅសត្វទី4ឋានគុំប្រលឹងមនុស្សស្លាប់ព្រះគម្ពីរយោងនៅម៉ាថាយចំពុក4ខ4តែទ្រង់មានព្រះបន្ទូលថាមានសេចក្តីចែងទុកមកដូច្នេះមនុស្សមិនមែនរស់ដោយសារតែនំប៉័ងប៉ុណ្ណោះទេគឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះអស់ព្រះមកដែរខ្ញុំបានថាមនុស្សរស់ដោយសារព្រះបន្ទូលរបស់ព្រះអង្គព្រះបន្ទូលដែលមាននៅក្នុងព្រលឹងនឹងម៉ាថាយចំពុក11ខ28ដល់30អស់អ្នកដែលនឿយព្រួយហើយទុកធ្ងន់អើយចូលមកឯខ្ញុំនឹងឲ្យអ្នករាល់គ្នាជប់សម្រាកចូលទទួលនឹមខ្ញុំហើយរៀនពីខ្ញុំចុះត្បិតខ្ញុំស្លូតហើយមានចិត្តសុភាពនោះអ្នករាល់គ្នានឹងមានសេចក្តីសម្រាកដល់ព្រលឹងពីព្រោះនឹមខ្ញុំងាយទេហើយបន្ទុកខ្ញុំក៏ស្រាលដែរបាទនេះខ្ញុំចង់ជម្រាបថានៅក្នុងព្រលឹងនេះគឺមានកម្រិតតែនៅក្នុងការគ្រប់គ្រងរបស់ព្រះអង្គទ្រង់តែងតែជួយសម្រាលបានថាទ្រង់ជ្រើសយកហើយកម្រិតស្រាលសម្រាប់ជួយលោកអ្នកក្នុងការរស់នៅបាទនៅក្នុងការគ្រប់គ្រងរបស់លោកីវិញគឺពីច្រើនគឺគាត់ដាក់ទម្ងន់បាទដាក់ទម្ងន់សាស្តាពុក11ខ5ឯងមិនស្គាល់ផ្លូវនៃវិញ្ញាណដែលបណ្ដាលឲ្យកូនកើតនៅក្នុងផ្ទៃរបស់ស្រីដែលមានទម្ងន់ជាយ៉ាងណានោះក៏មិនស្គាល់ការរបស់ព្រះដែលទ្រង់ធ្វើគ្រប់ទាំងអស់យ៉ាងនោះដែរបាទខ្ញុំចង់ជម្រាបថាពេលស្រីមានផ្ទៃពោះគឺមានវិញ្ញាណគាត់ចូលទៅសាងសង់រូបកាយមនុស្សបាទដែលខ្ញុំជម្រាបពីមុនហ្នឹងនឹងអត្តន័យព្រះគម្ពីរគឺចង់ជម្រាបពីសេចក្តីយ៉ាងដែរថាមានសេចក្តីហ្នឹងគម្ពីរលោកុបាទចំពុក4ខ5ដល់ខ7តែមិនសពព្រះហត្ថីចំពោះដង្វាយកាអ៊ីនទេនោះកាអ៊ីនក៏ក្តៅក្រហាយហើយឡើងទឹកមុខក្រញើព្រះយេហូវ៉ាទ្រង់មានបន្ទូលសួរកាអ៊ីនថាឯងខឹងធ្វើអីហេតុអ្វីបានជាឯងធ្វើទឹកមុខក្រញើដូច្នេះបើឯងធ្វើល្អតើមិនបានទឹកមុខរីករាយវិញទេឬអីបើឯងធ្វើមិនល្អនោះមានដង្វាយលុះបាបដេកនៅមាត់ទ្វារស្រាប់ចិត្តវានឹងបណ្ដោយតាមឯងហើយឯងមានអំណាចលើវាដែរខ្ញុំចង់ជម្រាបថាมันមានចិត្តខឹងអីចឹងណាពេលដែលចូលមកហ្នឹងគឺវិញ្ញាណនឹងខុសចូលមកហ្នឹងនោះមានចិត្តខឹងក្តៅក្រហាយអញ្ចឹងចុះមកព្រះមានបន្ទូលថាបើឯងធ្វើល្អតើមិនមានទុកមុខរីករាយវិញទេឬអីអញ្ចឹងសេចក្តីដែលកំណត់ក្នុងព្រលឹងព្រះបន្ទូលទ្រង់ក៏បានចែងធ្វើល្អមានចិត្តសប្បាយរីករាយអញ្ចឹងទៅអញ្ចឹងតែលោកអ្នកប្រឹងធ្វើល្អគឺឲ្យបានសប្បាយរីករាយហើយគឺឲ្យបានសង្គ្រោះបាទបានសង្គ្រោះទៅឋានសួគ៌ជាតិមិនមែនត្រឹមតែសប្បាយរីករាយនៅលោកីប៉ុណ្្នឹងទេបាទហើយមានដង្វាយលុបបាបដេកនៅមាត់ទ្វារស្រាប់ចិត្តវានឹងបណ្ដោយតាមឯងបាទវិញ្ញាណមិនត្រឹមតែមាត់ទ្វារទេឥឡូវគាត់ចូលទៅដល់ក្នុងបន្ទប់ទាញចិត្តមនុស្សវិញ្ញាណមនុស្សទៀតបាទតាមបទពិសោធន៍ដែលខ្ញុំបានជួបហ្នឹងតែខ្ញុំជម្រាបត្រឹមតែអត្ថន័យក្នុងគម្ពីរទេបាទឧ
វិមរណៈចំពុក3ខ20មើលទ្រង់ចូលនៅមាត់ទ្វារទាំងគោះបើអ្នកណាឮសំឡេងទ្រង់ហើយបើកទ្វារឲ្យនោះទ្រង់នឹងចូលទៅឯអ្នកនោះទ្រង់នឹងបរិភោគជាមួយអ្នកនោះហើយអ្នកនោះជាមួយនឹងទ្រង់ដែរជាងខ្ញុំចង់ជម្រាបថានៅក្នុងព្រលឹងរបស់មនុស្សគឺមានទ្វារបាទទ្វារចូលទៅក្នុងបន្ទប់ព្រលឹងបាទបន្ទប់ចិត្តនឹងនៅគម្ពីរនិខមណាំងចំពុក20ខ4ដល់ខ6កុំឲ្យឆ្លាក់ធ្វើរូបណាសម្រាប់ឯងឯសោះក៏កុំឲ្យធ្វើរូបណាឲ្យដូចជាអ្វីនៅឋានសួគ៌ខាងលើឬនៅផែនដីខាងក្រោមឬនៅក្នុងទឹកដែលធៀបជាងដីផងក៏កុំឲ្យក្រាបសំពះនៅចំពោះរបស់ទាំងនោះឬគោរពប្រតិបត្តិតាមនោះឡើយត្បិតទ្រង់ដែលជាព្រះយេហូវ៉ាជាព្រះនេះឯងទ្រង់មានសេចក្តីប្រច័ណ្ឌក៏ទម្លាក់ការទុច្ចរិតរបស់ឪពុកទៅលើកូនចៅរហូតដល់3 4ដំណរផងចំពោះអស់អ្នកណាដែលស្អប់ទ្រង់តែទ្រង់ផ្ដល់សេចក្តីសប្បុរសដល់ទាំងពាន់ដំណរដល់ពួកអ្នកដែលស្រឡាញ់ហើយកាន់តាមបញ្ញារបស់ទ្រង់ទាំងប៉ុន្មានវិញក្នុងច្បាប់ទាំង10ប្រការបាទអញ្ចឹងទ្រង់ហាមកុំឲ្យថ្វាយបង្គំរូបបាទហើយគុំរូបណាថ្វាយបង្គំហើយបើសិនជាប្រព្រឹត្តសេចក្តីទុច្ចរិតដូចជាការធ្វើដាក់លើកូនចៅខ្លួនឯងអញ្ចឹងបាទគឺដល់រហូតដល់3ហើយ4ដំណរធ្វើដាក់លើខ្លួនឯងហើយក៏តដល់កូនចៅទៀតចង់ជម្រាបណាពួកនៅខាងក្នុងគឺអរិយទេវតាបាត់ព្រះគឺនៅអនុវត្តច្បាប់ទាំង10ប្រការគាត់នៅបើយើងធ្លោយសេចក្តីហ្នឹងគឺគាត់នៅគឺយកសេចក្តីនឹងមកដាក់លើយើងមកប៉ុន្តែបើលោកអ្នកជាមនុស្សល្អហើយគឺទ្រង់ប្រទានពររហូតដល់ទៅពាន់ដំណរនោះបាទសេចក្តីល្អដែលព្រះប្រទានពរឲ្យមកកុកចំពុក12ខ30 31ហើយឯងត្រូវស្រឡាញ់ដល់ព្រះអម្ចាស់ជាព្រះនេះឯងឲ្យអស់អំពីចិត្តអស់អំពីព្រលឹងអស់អំពីគំនិតនិងអស់អំពីកម្លាំងនេះឯងនោះហើយជាបញ្ញត្តិទី1ហើយបញ្ញត្តិទី2ក៏បែបដូចគ្នាគឺថាត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯងមានបញ្ញត្តិណាទៀតធំជាងបទទាំងពីរនេះទេកូរិនថូសទី1ចំពុក2ខ11ត្បិតបើមិនមែនជាវិញ្ញាណតែនៅក្នុងខ្លួនមនុស្សទេនោះតើមានអ្វីនឹងស្គាល់សន្តានមនុស្សនោះបានហើយបើមិនមែនជាវិញ្ញាណនៃព្រះនោះក៏គ្មានអ្នកណាស្គាល់សន្តានព្រះបានដែរបាទខ្ញុំចង់ជម្រាបថាដែលមានវិញ្ញាណគឺវិញ្ញាណអ្នកថែរក្សាគាត់នៅអមបាទដើម្បីអង្កេតពីសកម្មភាពរបស់មនុស្សបាទរបស់មនុស្សវិញ្ញាណមនុស្សដែរវិញ្ញាណមនុស្សនៅក្នុងនឹងយ៉ាកុបចំពុក2ខ26ពីព្រោះសេចក្តីជំនឿបើគ្មានការប្រព្រឹត្តតាមនោះឈ្មោះថាស្លាប់ហើយប្រៀបដូចជារូបកាយបើឥតមានព្រលឹងវិញ្ញាណទេនោះក៏ស្លាប់ហើយដែរ